សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីខ្មែរជឿជាក់អេពីសូតទី6ឥឡូវនេះកម្មវិធីខ្មែរជឿជាក់កំពុងតែស្ថិតនៅក្នុងខេត្តសៀមរាបដើម្បីនាំអារម្មណ៍របស់លោកអ្នកទៅជួបជាមួយនឹងរោងចក្រផលិតគ្រឿងទេសខ្មែរដ៏ធំមួយកន្លែងដែលនឹងបានជួយប្រែក្លាយភាពសុខស្មារតីរបស់បងប្អូនស្ត្រីមេផ្ទះចុងភៅអ្នកស្រឡាញ់និងចូលចិត្តការធ្វើម្ហូបឲ្យកាន់តែមានភាពងាយស្រួលនិងចំណេញពេលវេលាក្នុងការចម្អិនឲ្យកាន់តែមានឱជារសដើម្បីកាន់តែជាច្បាស់សូមអញ្ជើញទស្សនាអំពីសង្វាក់ប្រតិកម្មនិងបទសម្ភាសន៍ដែលផ្ទាល់ជាមួយនឹងលោកស្រីអគ្គនាយិកានៃក្រុមហ៊ុនសាបារ៉ា Best Food ទាំងអស់គ្នាខ្ញុំឈ្មោះសម្បត្តិអំប្រាវិបស្សនីសប្តាហ៍ថ្ងៃជាអគ្គនាយិកានៃក្រុមហ៊ុនសាបារ៉ា Best Food ដែលមានទីតាំងនៅខេត្តសៀមរាបក្រុមហ៊ុនសាបារ៉ា Best Food ជាសហគ្រាសកែច្នៃចំណីអាហារផលិតផលដែលយើងមាននៅលើទីផ្សារហើយដែលបងប្អូនស្គាល់ច្បាស់ជាងគេខ្ញុំគិតថាទី1គឺប្រភេទគ្រឿងគ្រឿងបុកស្រាប់ហើយនិងគ្រឿងប្រឡាក់តែសប្តាហ៍ថ្ងៃនេះយើងមាន11មុខហើយអញ្ចឹងក្នុងនោះមានដូចជាគ្រឿងការីគ្រឿងអាម៉ុកគ្រឿងកកគ្រឿងម្ជូរគ្រឿងអីផ្សេងពីហ្នឹងយើងមានជាប្រភេទម្សៅស៊ុប3មុខដែរហើយនិងប្រភេទផលិតផលចុងក្រោយគឺស្វាយចន្ទីលីងដែលយើងមាន4រសជាតិក្រុមហ៊ុនសាបារ៉ា Best Food បង្កើតឡើងនៅឆ្នាំ2022តែកាលនោះយើងនៅជាសិប្បកម្មនៅឡើយយើងបន្តអភិវឌ្ឍខ្លួនម្ដងបន្តិចមកខ្លាយទៅជាក្រុមហ៊ុនហេតុអីមិនយើងបង្កើតអាជីវកម្មនឹងឡើងដោយសារតែពួកខ្ញុំស្រឡាញ់ម្ហូបខ្មែរហើយយើងគិតថារសជាតិម្ហូបខ្មែរយើងហ្នឹងគួរតែត្រូវបានគេស្គាល់ទូទៅមិនថាក្នុងស្រុកឬក៏ក្រៅប្រទេសការឆ្នាំ2020 2021នេះវាចំពេលកូវីដយើងកែប្រែពីវិបត្តិទៅជាឱកាស management team របស់យើងហ្នឹងក៏សម្រេចចិត្តយើងបរិយាទៅជាសហគ្រាសផលិតចំណីអាហារមួយទៀតដែលប្រើរូបមន្តដែលយើងមានស្រាប់នៅក្នុងភោជនីយដ្ឋានរបស់យើងហ្នឹងនិយាយទៅខ្ញុំអាចនិយាយបានថាអាជីវកម្មក្នុងវិស័យកែច្នៃចំណីអាហារនឹងជួបឧបសគ្គច្រើនសឹងតែថាបើយើងអត់មានចក្ខុវិស័យថាយើងចង់ដើរទៅណាទេគឺក្នុងរយៈពេល3ឆ្នាំដំបូងនេះយើងឆ្លងអត់ផុតទេទី1និយាយពីបច្ចេកទេសពីព្រោះយើងត្រូវកែច្នៃរូបមន្តរបស់យើងនឹងពីធ្វើក្នុងភោជនីយដ្ឋានទៅជាសិប្បកម្មអញ្ចឹងយើងត្រូវរៀនបច្ចេកទេសឡើងវិញទាំងអស់តែការនោះយើងបានកាត់ SOP ក្នុងការផលិតថ្មីមកអញ្ចឹងមានការរៀនសូត្រច្រើនហើយយើងត្រូវចេះវិទ្យាសាស្ត្រចំណីអាហារជាងពេលនៅពេលដែលយើងចេញមកលើទីផ្សារសម័យនោះអាចថាអ្នកផលិតដូចយើងហ្នឹងមិនទាន់មានច្រើនប្រហែលទេអញ្ចឹងបងប្អូននៅពេលគាត់លើថាផលិតផលក្នុងស្រុកគាត់និយាយបន្តិចដែរអញ្ចឹងធ្វើឲ្យយើងនឹងត្រូវគិតមែនតើដើម្បីឲ្យយើងខេថប់ផ្សាយធ្វើឲ្យគាត់មានទឹកចិត្តចង់ផលរបស់ក្នុងស្រុកដូចយើងក្រៅពីនោះយើងក៏ប្រឈមជាមួយនឹងការធ្វើការមួយសារទំនើបផ្សេងៗដែលសារគាត់មានគោលការណ៍ច្រើនប៉ុន្តែយើងពុះពីចាយើងខំរហូតម្ដងតិចហើយក្រៅពីនោះមានឧបសគ្គក្នុងការនាំចេញទៀតដោយសារតែគ្រឿងដូចផលយើងហ្នឹងគឺជាគ្រឿងទី1នៅខ្មែរអញ្ចឹងដល់ពេលនាំចេញទៅស្រុកក្រៅទាំងខាងអ្នកវិជាទិញរបស់យើងទាំងយើងហ្នឹងមិនដឹងថាអូតើគេត្រូវការវិញ្ញាបនបត្រអីខ្លះដើម្បីនាំចេញប្រសិនតែការនាំចេញហ្នឹងមិនគឺយើងត្រូវរៀនថ្មីឡើងវិញទាំងអស់ពាក្យស្លោកផុសគ្រឿងលួងគឺឆ្ងាញ់ស្រស់ងាយស្រួលអញ្ចឹងក្រុមហ៊ុនយើងឈ្មោះសាបារ៉ា Best Food តែ brand name របស់យើងគឺគ្រឿងលួងសាបារ៉ាតាំងពីដើមមកគឺយើងមានការបដិញ្ញាចិត្តក្នុងការប្រើទុតិតាមស្រស់ 100% ដែលយើងទិញផ្ទាល់ពីកសិករខ្មែរគឺយើងអត់មានបន្ថែមរសជាតិបន្ថែមពណ៌បន្ថែមក្លិនអីទេសរុបមកវិញរបស់ណាចាវត្ថុធាតុដើមដែលមានក្នុងស្រុកគឺយើងប្រើក្នុងស្រុកទាំងអស់ចាអញ្ចឹងសូម្បីតែសបកកញ្ចប់របស់យើងហ្នឹងគឺមានព័ត៌មាននៅលើនឹងច្រើនណាស់តែបងប្អូនគាត់ទោះបីអត់ចេះធ្វើម្ហូបគាត់គ្រាន់តែមើលទៅគាត់អាចប្រើបានតាក់ទងទៅនឹងទីផ្សារទី1តាក់ទងនឹងក្នុងស្រុកអាចថាបងប្អូននៅភ្នំពេញស្គាល់យើងច្រើនដោយសារតែយើងបានតាក់ចូលក្នុងផ្សារទំនើបសឹងតែអស់ហើយខែពីហ្នឹងផ្សាររដ្ឋក៏យើងបានតាក់ចូលនៅផ្សារធំភាគច្រើនហើយខែពីហ្នឹងគឺយើងចង់បរិយាទៅតាមខេត្តឲ្យបានកាន់តែច្រើនដោយសារតាមខេត្តឥឡូវមានតាមខេត្តមួយចំនួនតែមានលក់ដែលយើងមានខាងវិផលមានខាងអ្នកចែកចាយគាត់ទិញពីខាងក្រុមហ៊ុនទៅប៉ុន្តែបើថាឲ្យទូទាំងប្រទេសហ្មងគឺយើងអត់ទាន់បានទេតាក់ទងទៅនឹងការនាំចេញគេទៅផលិតផលគ្រប់មុខរបស់យើងទាំងគ្រឿងទាំងប្រភេទម្សៅស៊ុបទាំងអស់ហើយនិងប្រភេទស្វាយចន្ទីហ្នឹងយើងមាននាំចេញជាផ្លូវការទៅច្រើនប្រទេសដែរអញ្ចឹងក្នុងនោះមានអាមេរិកអូស្ត្រាលីញូហ្សេឡង់ជប៉ុនហើយនិងកូរ៉េកាលពីនោះមានបារាំងក៏យើងកំពុងតែរៀបចំនាំចេញជាផ្លូវការដូចគ្នាអញ្ចឹងយើងគិតថាទីផ្សារអឺរ៉ុបយើងនឹងមានការនាំចេញទៅច្រើនប៉ុន្តែក្រៅពីហ្នឹងដើម្បីឲ្យផលិតផលយើងអាចចរាចរដល់ដៃអ្នកទិញបានយុទ្ធសាស្ត្រមួយទៀតគឺយើងស្វែងរកដៃគូចែកចាយដែលយើងអាចធ្វើការមួយគ្នាបានអញ្ចឹងក្នុងហ្នឹងទាំងក្នុងស្រុកទាំងផ្សារទំនើបហើយនិងផ្សាររដ្ឋហ្នឹងគឺយើងមានដៃគូចិត្តស្និទ្ធមួយចំនួនតែយើងអ្នកផលិត
ហើយគាត់អ្នកចែកចាយតាក់ទងនឹងការនាំចេញវិញគឺតាក់ទងនឹងទំនុកចិត្តច្រើនដោយសារតែធម្មតានាំចេញទៅក្រៅប្រទេសគឺគេតឹងរឹងមែនតើឧទាហរណ៍ថាផលិតផលរបស់យើងហ្នឹងយកទៅស្រុកគេហ្នឹងមានបញ្ហាគឺគេមិន blacklist តែឈ្មោះក្រុមហ៊ុនយើងឯងសូម្បីតែក្រុមហ៊ុននាំចូលហ្នឹងក៏គេ blacklist ដែរអញ្ចឹងយើងជាមួយនឹងខាង buyer ឬក៏អ្នកវិជាទិញរបស់យើងហ្នឹងអ្វីដែលយើងផ្ដល់ជូនពួកគាត់ហ្នឹងគឺសំខាន់ជាងនេះគឺគុណភាពសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ឧទាហរណ៍ផលិតផលយើងមួយអញ្ចឹងយើងលក់នៅក្នុងស្រុកតែហើយអស់ហើយទៅតាមគោលការណ៍ក្នុងស្រុកប៉ុន្តែដល់ពេលយើងនាំចេញទៅប្រទេសមួយជួនកាលយើងត្រូវតេស្តប៉ារ៉ាម៉ែត្រ4-10មុខទៀតដើម្បីតម្រូវទៅតាមប្រទេសហ្នឹងការយើងបង្កើតដំបូងបំផុតហ្នឹងគឺនៅពាក់កណ្ដាលឆ្នាំ2022ដោយសារកាលនោះយើងជាសិប្បកម្មហើយទីតាំងផលិតរបស់យើងនៅទីតាំងចាស់រៀងទូចនៅឡើយប៉ុន្តែទោះបីជាទូចក៏ដោយគឺយើងប្រើម៉ាស៊ីនធ្វើទៅតាមស្តង់ដារដែលមានគុណភាពអញ្ចឹងហើយបានមានលទ្ធភាពដាក់ចូលផ្សារទំនើបបានច្រើនហើយអញ្ចឹងដល់ពេលដែលយើងដើរមកដំណាក់កាលទៀតគឺយើងបរិយាទៅជាក្រុមហ៊ុនហើយយើងបានបដូរទីតាំងផលិតរបស់យើងហ្នឹងពីកន្លែងចាស់មកកន្លែងថ្មីចាស់ដែលមានទំហំធំជាងមុនប្រសិនជាការផលិតរបស់យើងនឹងវាហៅថាមានស្តង់ដារទៀតហើយមកដល់សប្តាហ៍ថ្ងៃនេះគឺយើងទទួលបានស្តង់ដារសំខាន់មួយចំនួនក្នុងនោះមានដូចជាចកផ Cambodian Hygiene Certificate ហើយនិង Halal ដែរហើយថ្មីនេះជោគជ័យធំមួយទៀតរបស់យើងគឺយើងទទួលបាន HACCP 50អញ្ចឹង50ហ្នឹងគឺជាវិញ្ញាបនបត្រទទួលស្គាល់គុណភាពចំណីអាហារមួយដែលខ្ពស់អញ្ចឹងគឺអនុញ្ញាតឲ្យយើងនាំចេញទូទាំងពិភពលោកហ្នឹងគឺគេទទួលស្គាល់អស់ថាផលិតផលយើងហ្នឹងគឺមានគុណភាពអត់ខុសពីផលិតផលផលិតនៅក្រៅប្រទេសទេសម្រាប់ក្រុមហ៊ុនសម្រាប់បេទូយើងគិតថាគោលដៅរយៈពេលវែងរបស់យើងហ្នឹងយើងចង់បង្កើនសមត្ថភាពផលិតព្រោះហ្នឹងសំខាន់ណាស់នៅពេលយើងបង្កើនសមត្ថភាពផលិតរបស់យើងកាន់តែធំអ្នកប្រើប្រាស់កាន់តែច្រើនតម្លៃរបស់យើងបានកាន់តែល្អជាងមុនអញ្ចឹងសម្រាប់ឥឡូវនេះអាចនិយាយបានថាគុណភាពរបស់យើង brand name របស់យើងត្រូវបានគេទទួលស្គាល់មិនថាក្នុងស្រុកឬក៏ក្រៅប្រទេសសម្រាប់អ្នកផលិតនៅក្នុងស្រុកដូចពួកខ្ញុំគិតថាមោទនភាពជាងគេគឺនៅពេលដែលបងប្អូនទទួលស្គាល់ហើយគាត់សប្បាយចិត្តនៅពេលដែលគាត់ឃើញផលិតផលយើងនៅលើទីផ្សារគឺគ្រឿងលក់ចឹងយើងនៅពេលដែលយើងលក់ផលិតផលយើងបានទីមួយយើងនឹកឃើញដល់កសិករដែលយើងទិញពីពួកគាត់ទៅអញ្ចឹងនៅពេលដែលផលិតផលយើងលក់ដាច់ហើយយើងបង្កើនការទិញពីគាត់ហ្នឹងយើងសប្បាយចិត្តមែនតើហើយទី2ភ្ញៀវក៏រំភើបមែនតើនៅពេលដែលគាត់ឃើញផលិតផលខ្មែរបែបហ្នឹងដែលគាត់ត្រូវការមាននៅលើទីផ្សារអញ្ចឹងអស់ហ្នឹងជាភាពជោគជ័យរបស់យើងជាចុងក្រោយខ្ញុំសូមអរគុណទៅដល់អតិថិជនដៃគូយើងទាំងអស់ដែលបានគ្រប់គ្រងយើងស្រឡាញ់ brand របស់យើងដែលធ្វើឲ្យយើងដើរមកដល់ថ្ងៃនេះហើយចំពោះអតិថិជនថ្មីចាស់យើងសំណូមពរថាសូមឲ្យសាក់លបងពីព្រោះធម្មតាបើយើងអត់សាក់យើងអត់ដឹងទេថាផលិតផលក្នុងស្រុកមានរសជាតិម៉េចគុណភាពបែបណាអញ្ចឹងនៅពេលដែលអ្នកទិញកាន់តែច្រើនអ្នកផលិតគាត់ផលិតបានច្រើនតម្លៃនឹងកាន់តែល្អដូចគ្នា